อยู่ๆប៉ាហេចេញម្លេងម្ដងមិនមែនមួយខែម្លេងម្ដងណា4ខែបានមកម្ដងអញ្ចឹងយើងដាក់មក trip ជុំគ្រួសារម្ដងមើល trip ហ្នឹងគឺខ្ញុំទៅលេងនៅពូសានគឺនៅម្ដុំហេវុនដេគោលបំណងធំដែលខ្ញុំចង់ទៅលេងក្នុងហ្នឹងដោយសារគេមានពិធីបន់ភ្លើងគេហៅថាពីតឈូកជេមើលទៅឃើញស្អាតមែនតើអញ្ចឹងហើយវាតាក់ទាញចំណាប់អារម្មណ៍ខ្ញុំណាអញ្ចឹងក៏បបួលគ្រួសារទៅលេងក្នុងហ្មងទៅថ្ងៃទី1ដែលទៅដល់ហ្នឹងគឺថាទៅលេងអាខ្វារៀមនៅម្ដុំហេវុនដេហ្នឹងបើក៏ទ្រីតកូនស្រីនាងខ្ញុំនេះពេលបានទៅដល់នោះនិយាយពីថាសប្បាយមកមែនតែនគេអត់ដែលឃើញត្រីអូនិយាយពីថាមើលផងនិយាយជាមួយត្រីផង Hello Hello អីចឹងទៅគេសួរស្ដី Hello ជាមួយត្រីហ្នឹងគេធ្វើដូចត្រីចេះនិយាយតបមកវិញអញ្ចឹងណាតាមពិតហ្នឹងចង់នាំហេជិនទៅលេងអាខ្វារៀមតាំងពីឆ្នាំមុនមិនប៉ុន្តែដោយសារគ្នានៅតូចដល់ពេលឆ្នាំហ្នឹងគេរៀងធំគ្រាន់បើរបស់គេមានអីនាំទៅលេងតែហ្មងទៅចាស់រៀងរសៀលបន្តិចហ្នឹងប្រហែលជាខ្ទង់ម៉ោង5អីហ្នឹង5ជាងគឺគេចាប់ផ្ដើមបើកភ្លើងនិយាយកន្លែងអាពីតឈុកជេគេហ្នឹងគ្រាន់ថាខ្ញុំទោះតែរៀងយប់បន្តិចម៉ោង8ម៉ោង9អីបានចុះមកមើលនិយាយមែនពីតឈុកជេគេហ្នឹងគឺថាស្អាតមែនតើអ្នកដែលបានទៅលេងពូសានហើយកុំភ្លេចទៅលេងម្ដុំហ្នឹងនិយាយថាស្អាតញាក់តែហ្មងថ្ងៃបន្ទាប់ទៀតហ្នឹងគឺអត់មានធ្វើអីច្រើនទេគ្រាន់តែជិះរថភ្លើងគេហ្នឹងមើលទេសភាពសមុទ្រលេងតែប៉ុណ្្នឹងឯងបើតាមចិត្តខ្ញុំវិញខ្ញុំចង់ទៅលេងកន្លែងច្រើនកន្លែងផ្សេងទៀតប៉ុន្តែដូចថាថ្ងៃនោះរៀងផ្ដាសាយដែរអញ្ចឹងលេងទៅត្រឹមហ្នឹងទៅបានហើយចាំមានឱកាសលើកក្រោយទៀតចាំទៅម្ដងទៀតតែប៉ុណ្្នឹងឯងចាវីដេអូហ្នឹងគឺថាចប់ប៉ុណ្្នឹងឯង